Ok, số đây là tọaគ្នា អញ្ចឹងឯនឹងដែរខ្ញុំនឹងធ្វើការបង្ហាញអ្នកតគ្នាពីរបៀប ping ឬក៏ tracer នៅលើ NAT cell អញ្ចឹងដើម្បីធ្វើការ ping និង tracer នៅលើ NAT cell បានអ្នកនរគ្នាចូលមកកាន់អឺចាំតិចអ្នកនរគ្នាចូលមកកាន់ system យ៉ាត្រង់កន្លែង system អ្នកនរគ្នាឃើញ WAN ទេអញ្ចឹង WAN នេះយើងមានប្រភេទ LAN WAN L2TP អញ្ចឹងថាតើអ្នកនរគ្នាចង់ធ្វើការ tracer ទៅលើមួយណាអញ្ចឹងត្រង់កន្លែងនេះគឺខ្ញុំធ្វើការ tracer នៅលើ WAN អញ្ចឹង WAN អ្នកនរគ្នាអាចរើស IP បានត្រង់កន្លែង line ហ្នឹងអ្នកនរគ្នាអាចរើសឈ្មោះបាទឈ្មោះដែលយើងធ្វើការបង្កើតក្នុង WAN យើងមានអីខ្លះឧទាហរណ៍ថាខ្ញុំរើសកន្ទុយ51នេះអញ្ចឹង public IP កន្ទុយ51នេះហើយខ្ញុំចង់ tracer ខ្ញុំចង់ ping ទៅ84ដងអញ្ចឹងអ្នកនរគ្នាថាយ destination address កន្លែងនេះបន្ទាប់មកទៀតអ្នកនរគ្នាធ្វើការ start ping អូខេអញ្ចឹងអ្នកនរគ្នាឃើញហើយនេះជា latency ដែលយើង ping result នៅលើ NAT cell ដែល latency គឺតាប្រហែលទេនេះ20 ms ទៅកាន់ DNS ផង Google អូខេអញ្ចឹងខ្ញុំសូម stop ប៉ុណ្ណឹងអូខេអញ្ចឹងបើសិនជាអ្នកនរគ្នាចង់ ping ពី WAN ពេលខាង L2TP អញ្ចឹងអ្នកនរគ្នាចុច L2TP អញ្ចឹងត្រង់កន្លែងនេះគឺអ្នកនរគ្នាជ្រើសរើសឈ្មោះដែលយើងបាន connect ទៅកាន់ server ជាប្រភេទ L2TP client បាទនេះគឺសុទ្ធតែជាឈ្មោះដែលយើងធ្វើការconfigure ហើយឧទាហរណ៍ថាខ្ញុំយកឈ្មោះនេះមួយអញ្ចឹងខ្ញុំធ្វើការping ទៅ2235555អូខេអញ្ចឹង latency ល្អហើយអ្នកនរគ្នាឃើញទេព្រោះដោយសារនេះជា L2TP តាក់ទងនឹង service China អូខេអញ្ចឹង latency គឺខ្ទង់53 ms បាទអញ្ចឹងតាក់ទងនឹងការ ping គឺមានតែប៉ុណ្្នឹងអញ្ចឹងយើងចូលទៅដល់ការ tracer ម្ដងអញ្ចឹង tracer អ្នកនរគ្នារើសដូចគ្នាឧទាហរណ៍ថា L2TP នេះអ្នកនរគ្នាយកអញ្ចឹងដូចគ្នាយកឈ្មោះនេះប៉ុន្តែអ្នកនរគ្នាដូរកន្លែងនេះអូខេសូមទៅឥឡូវខ្ញុំសូមទៅ WAN វិញខ្ញុំយកឈ្មោះនេះខ្ញុំយកប្រភេទនេះ MTR បាទ MTR ហ្នឹងគឺយើងសំដៅទៅការតាក់ទងជាមួយនឹង tracer ហ្នឹងហើយអញ្ចឹងមកថាខ្ញុំចង់ tracer ទៅ DNS ផង Google 84ដងអញ្ចឹងអ្នកនរគ្នាធ្វើការ start tracer ទៅយើងនឹងបាន design ខាងក្រោមហើយអញ្ចឹងចាំមក plate ដោយសារ tracer រៀងយូរបន្តិចបាទនេះឃើញទេគឺយើងចេញតាម gateway នេះហើយ destination បន្ទាប់ហើយយើង reach មកដល់niche hop DNS 84ដងបាទអញ្ចឹងនេះគឺជារបៀប tracer នៅលើ MTR នៅលើ NAT cell បងប្អូនទាំងគ្នាអូខេអញ្ចឹងខ្ញុំធ្វើការ try L2TP ម្ដងទៀតតើអាចអញ្ចឹង L2TP អត់ allow ឲ្យយើង tracer ទេអូខេអញ្ចឹងមានតែប៉ុណ្្នឹងតាក់ទងជាមួយនឹងការ ping ហើយនឹង tracer នៅលើ NAT cell អញ្ចឹងអរគុណសម្រាប់ការទស្សនាបងប្អូនទាំងគ្នាកុំភ្លេចជួយ subscribe channel របស់ខ្ញុំដើម្បីទទួលបានវីដេអូអាប់ដេតបន្ថែមទៀតបាទអរគុណ